មួយគ្នានៅថ្ងៃនេះពេលនេះគឺយើងនឹងរៀនជាមួយគ្នានៅមេរៀនទី2គឺបន្តពីលោកគ្រូសៀនហើយចូលដល់វគ្គទី2គឺជាវគ្គដែលយើងនឹងត្រូវរៀនជាមួយគ្នាអំពីអាវុធរបស់យើងនិងសាលាទាំង4តើអាវុធរបស់យើងនិងសាលាទាំង4គឺជាអ្វីដែលយើងនឹងរៀនជាមួយគ្នាហេតុអីបានជាយើងត្រូវការអាវុធរបស់យើងបាទអាវុធរបស់យើងមានអីខ្លះហើយយើងនឹងស្គាល់ជាមួយគ្នាហើយអ្វីបានជាយើងត្រូវការចូលសាលាទាំង4នោះបាទនេះជាជំរុញចិត្តជាមួយគ្នាហេតុអីបានជាយើងចាប់ផ្ដើមនៅ welcome ជាមួយគ្នាហេតុអីចេញពី welcome ហេតុអីចេញពីកម្ពុជាតាមរយៈការនេះយើងនឹងរៀនជាមួយគ្នាដូចតទៅដូច្នេះសូមអនុញ្ញាតបើកនៅក្នុងព្រះគម្ពីរជាមួយគ្នាមុននឹងយើងចាប់ផ្ដើមសូមអាននៅក្នុងព្រះគម្ពីរទីម៉ូថេបាទខ្សែទី2នៅក្នុងជំពូក2ខ2សូមបើកជាមួយគ្នាបងប្អូនណាដែលមានព្រះគម្ពីរបាទយកព្រះគម្ពីរមកសូមបើកនៅទីម៉ូថេខ្សែទី2ជំពូក2ខ2ព្រះគម្ពីរទីម៉ូថេខ្សែទី2ជំពូក2ខ2បាទអាមែនបងប្អូនឃើញហើយសូមចាំអ្នកដែលអត់ទាន់ឃើញសូមបើកឲ្យលឿនតិចមកហើយយើងនឹងអានព្រមគ្នានៅក្នុងបាទទីម៉ូថេខ្សែទី2បាទជំពូក2ជាមួយគ្នាបាទឃើញហើយសូមអានទាំងអស់គ្នា1 2 3អានបាទសូមម្ដងទៀតបាទយើងអានអត់ទាន់ស្រស់គ្នាតោះម្ដងទៀតឲ្យលឺអានលឺខគម្ពីរអានលឺជាមួយគ្នាបានលឺបានតិចយើងស្ដាប់បានបើអានអត់លឺទេយើងអត់ស្ដាប់បានតោះយើងអានផ្ចង់អានជាមួយគ្នាយ៉ាងលឺបាទ1 2 3អានអាមែនហើយអស់ទាំងសេចក្តីដែលអ្នកបានឮអំពីខ្ញុំនៅមុខស្មោបន្ទាល់ជាច្រើននោះក៏ត្រូវផ្ញើទុកនឹងមនុស្សស្មោះត្រង់ដែលអាចនឹងបង្វឹកបង្រៀនទៅទៅឯអ្នកឯទៀតដែរអាមែននេះជាព្រះបន្ទូលព្រះអង្គដែលយើងនឹងរៀនជាមួយគ្នានៅក្នុងថ្ងៃទី2នេះនៅក្នុងមេរៀនទី2នេះនិយាយអំពីអាវុធរបស់យើងនិងសាលាទាំង4ហើយយើងនឹងរៀនជាមួយគ្នាប្រធានបទគឺតាក់ទងរឿងម៉ាស៊ីនណាម៉ាស៊ីនដ៏ជាក់លាក់នឹងបង្កើតព្រះវិហារម៉ាស៊ីនដែលនឹងបង្កើតឬក៏ម៉ាស៊ីនដែលនឹងធ្វើឲ្យកើតព្រះវិហារ100ចេញនៅក្នុងប្រទេសកម្ពុជានៅកន្លែងវ៉ែខំយើងចេញពីវ៉ែខំយើងអញ្ចឹងម៉ាស៊ីនដែលដ៏ជាក់លាក់ដ៏អស្ចារ្យម៉ាស៊ីនដែលនឹងបង្កើតព្រះវិហារទាំង100បានតើម៉ាស៊ីននឹងជាម៉ាស៊ីនយ៉ាងណាហើយគឺជាការបណ្ដុះបណ្ដាលទាំង4សាលាទាំង4អាវុធទាំង4ដែលយើងនឹងស្គាល់ជាមួយគ្នានៅថ្ងៃនេះតាមរយៈព្រះគម្ពីរនេះបានបង្រៀនយើងនឹងក្លាយទៅជាអ្នកមិនមែនតែជាអ្នកដែលធម្មតាទេយើងនឹងក្លាយទៅជាអ្នកបង្រៀនបន្តទៀតអញ្ចឹងបងប្អូននៅទីនេះនៅពេលនេះគឺកំពុងតែរៀនប៉ុន្តែនៅពេលឆ្នាំក្រោយខ្ញុំជឿថាពេលឆ្នាំក្រោយយើងនឹងក្លាយទៅជាអ្នកបង្រៀនដ៏អស្ចារ្យអាមែនដូច្នេះសូមឲ្យយើងបានពិចារណាជាមួយគ្នាអំពីនៅក្នុងតួម៉ាស៊ីនបងប្អូនអរគ្នានៅក្នុងរូបនេះយើងឃើញមានទី1យើងឃើញមានអ្នក4នាក់បាទមនុស្ស4នាក់យើងឃើញណាមនុស្ស4នាក់នេះគឺបង្ហាញអំពីសាលាទាំង4នោះឯងសាលាទាំង4 for school គឺបង្ហាញមនុស្ស4នាក់នេះគឺជា for school បាទអញ្ចឹងតកតងនឹងតួឡានបងប្អូនស្គាល់ឡានទេបាទតួឡានឥឡូវខ្ញុំសួរថាតួឡានអ្វីសំខាន់ជាងគេនៅក្នុងតួឡានទាំងមូលអីគេសំខាន់ជាងគេបាទត្រឹមត្រូវម៉ាស៊ីនណានៅពេលដែលក្រុមណាក៏ដោយបើស្គាល់ហើយ
សូមលើកដៃកុំឆ្លើយណាហើយសូមលើកដៃហើយចាំឆ្លើយខ្ញុំនឹងមានរង្វាន់ដែរណានឹងមានពិន្ទុដែរណាអូខេអញ្ចឹងនៅក្នុងតួឡានទាំងអស់ទាំងមូលនឹងដែលសំខាន់ជាងគេគឺជាម៉ាស៊ីនអាមែនម៉ាស៊ីនធ្វើឲ្យឡានទៅមុខបានបើអត់មានម៉ាស៊ីនទេឡានមិនអាចទៅមុខបានទេអាមែនតើម៉ាស៊ីននឹងបង្ហាញអំពីអីបងប្អូនអើយរថយន្តដ៏ស្រស់ស្អាតរថយន្តដ៏ទំនើបបើអត់មានម៉ាស៊ីនទេគឺមិនអាចដំណើរការបាននោះទេដូច្នេះឡានដ៏ស្រស់ស្អាតឡានដ៏ទំនើបប៉ុណ្ណាក៏ដោយបាទសម័យកាលណាក៏ដោយឆ្នាំណាក៏ដោយឲ្យអត់មានម៉ាស៊ីនអត់ដំណើរការដែរអញ្ចឹងព្រះវិហារ100មកព្រះវិហារ100តើធ្វើយ៉ាងម៉េចដើម្បីឲ្យកើតបានណាយើងនឹងស្គាល់ជាមួយគ្នាតើយើងត្រូវធ្វើយ៉ាងណាដើម្បីឲ្យកើតបានបងប្អូនកុំភ័យកុំបារម្ភយើងនឹងអាចបង្កើតបានតាមរបៀបបាទ4យ៉ាងដែលគឺជាអាវុធដ៏សំខាន់ដែលជាចេញពីម៉ាស៊ីនឡាននោះឯងដូច្នេះយើងនឹងមើលជាមួយគ្នាបងប្អូនទាំងអស់គ្នាយើងនឹងមើលជាមួយគ្នាគឺជាអីដែលនឹងធ្វើឲ្យដំណើរការបានព្រះវិហារ100នោះគឺជាការដែលយើងចូលរៀនបណ្ដុះបណ្ដាលការចូលរៀនបណ្ដុះបណ្ដាលសាលាទាំង4នោះឯងអញ្ចឹងសាលាទី1គឺជាបញ្ហាអីបាទយើងនឹងមើលជាមួយគ្នាបន្តិចទៀតនេះបងប្អូនទាំងអស់គ្នាស្ថានភាពនៅក្នុងប្រទេសកម្ពុជាឥឡូវនេះតើយ៉ាងណាមានបញ្ហាអីបាទនៅក្នុងព្រះវិហារនីមួយៗនៅកន្លែងនីមួយៗប្រទេសកម្ពុជាមានព្រះវិហារស្អាតច្រើនបងប្អូនឃើញមានព្រះវិហារនៅតាមភូមិច្រើនណាស់ព្រះវិហារទីគ្រប់ទីកន្លែងនៅភូមិនៅឃុំនៅក្នុងខេត្តយើងក៏មានច្រើននៅប្រទេសកម្ពុជាមានច្រើនព្រះវិហារស្អាតខ្លាំងមែនទែនប៉ុន្តែព្រះវិហារនោះហេតុអីបានជាអត់ដំណើរការហេតុអីក៏ចូលទៅអត់មានអ្នកស្វាយបង្គំច្រើនមូលហេតុអីដោយព្រោះរឿងអីគឺព្រះវិហារនោះមិនពួកគាត់អត់បានស្គាល់អំពីព្រះបន្ទូលដូច្នេះព្រះបន្ទូលគឺជាសំខាន់ខ្លាំងមែនទែននៅក្នុងព្រះវិហារដូច្នេះបងប្អូនទាំងអស់គ្នាព្រះវិហារអាចទៅមុខបានបើអត់មានព្រះគម្ពីរទេអត់មានព្រះបន្ទូលអត់មានការបណ្ដុះបណ្ដាលទេនោះព្រះវិហារនឹងគឺចុះខ្សោយហើយអញ្ចឹងភាពចុះខ្សោយនៃពួកជំនុំនៃព្រះវិហារកើតឡើងដោយសារអត់បង្រៀនព្រះបន្ទូលអត់បណ្ដុះបណ្ដាលព្រះបន្ទូលអញ្ចឹងនៅទីនេះសំខាន់ណាស់មែនទែនដែលយើងនឹងទៅជាមួយគ្នាតើយើងត្រូវទទួលការបណ្ដុះបណ្ដាលយើងត្រូវការព្រះបន្ទូលយ៉ាងណាជាមួយគ្នានៅថ្ងៃនេះអញ្ចឹងយើងជារឿងការពិតនៅថ្ងៃនេះបងប្អូនយើងត្រូវផ្លាស់ប្រែជាថ្មីណាចាប់ឥឡូវនេះនៅឆ្នាំ2026នេះគឺយើងត្រូវចាប់ផ្ដើមជាថ្មីបងប្អូនត្រូវធ្វើជាមនុស្សថ្មីគឺជាទាហានរបស់ព្រះគ្រីស្ទដ៏ក្លាហានជាទាហានដែលឈរនៅជួរមុខគឺអត់ខ្លាចនឹងសត្រូវទេពីព្រោះហេតុអីពីព្រោះយើងទាំងអស់គ្នានឹងចូលទៅក្នុងសាលាទាំង4នោះសាលាទាំង4នោះនឹងបង្ហាញយើងយ៉ាងច្បាស់ឲ្យយើងមានការពារមានរបៀបនៃការពារមានការពារយ៉ាងខ្ពង់ខ្ពស់ដូចជាយើងទាំងអស់គ្នាដាច់ខាតត្រូវតែយល់អំពីការនេះគឺតាមរយៈសាលាទាំង4គេហៅថា for school អញ្ចឹងសាលាទី1បងប្អូនឃើញរូបភាពទេសាលាទាំង4នោះគឺជាអីគេបាទគឺតាមរយៈការបណ្ដុះបណ្ដាលសាលាទី1គឺជាអីសូមអានជាមួយគ្នា Word School គឺជាដាវនៃសេចក្តីពិតដាវនៃសេចក្តីពិតតើដាវនៃសេចក្តីពិតគឺបង្ហាញអំពីអីដើម្បីអីដាវនៃសេចក្តីពិតនេះដើម្បីនឹងឈ្នះគឺជាសាសនាคล้ายបងនៅក្នុងប្រទេសកម្ពុជាមានស្ថានភាពយ៉ាងអស់មានពិបាកខ្លាំងមែនទែនគឺដោយសារមានសាសនាคล้ายច្រើនដោយសពថ្ងៃនេះយើងកំពុងតែមានសង្គ្រាមវឹកវរផងក៏មានសាសនាមួយចូលមកដែរគឺជាសាសនា Hindu ដូច្នេះយើងក៏ត្រូវមានការប្រុងប្រយ័ត្នហើយក៏មានសាសនាជាច្រើនគឺសាសនាដែលបង្ហាញឲ្យយើងភ្លេចនិងឈប់ជឿលើព្រះដូច្នេះយើងត្រូវតែយល់ឲ្យបានច្បាស់ហើយយើងត្រូវតែស្គាល់ឲ្យបានច្បាស់តើអាវុធដែលយើងសំខាន់ដែលយើងកាន់ក្នុងដៃគឺជាដាវនៃសេចក្តីពិតនោះគឺជាអី
គឺជាព្រះបន្ទូលដាវនៃសេចក្តីពិតគឺជាព្រះបន្ទូលដែលនឹងអាចនឹងឈ្នះបានបើសិនជាពួកជំនុំព្រះអង្គម្នាក់អត់ស្គាល់ព្រះបន្ទូលច្បាស់អត់យល់ពីព្រះបន្ទូលច្បាស់គឺមិនបានចូលសិក្សាព្រះបន្ទូលមិនបានរៀនបណ្ដុះបណ្ដាលព្រះបន្ទូលទេយើងមិនអាចឈ្នះនៅនិកាយនៅសាសនាคล้ายបាននៅឡើយបងប្អូនទាំងអស់គ្នាហើយព្រះបន្ទូលអាចធ្វើឲ្យយើងឈ្នះបានជាដាវដែលនឹងការពារឲ្យយើងឈ្នះលើសាសនាคล้ายយុទ្ធសាស្ត្ររបស់ផងយើងគឺត្រូវធ្វើអីបាទមិនមែនយើងគ្រាន់តែស្ដាប់ប៉ុណ្ណោះទេបងប្អូនហើយយើងមិនមែនគ្រាន់តែស្ដាប់ប៉ុណ្ណឹងទេគឺយើងត្រូវតែសិក្សាណាយើងត្រូវតែសិក្សាពីយើងសិក្សាចេះហើយយើងនឹងអភិវឌ្ឍខ្លួនយើងណាអភិវឌ្ឍខ្លួនយើងឲ្យយើងคล้ายទៅជាអ្នកដឹកនាំហើយคล้ายទៅជាអ្នកបង្រៀនដ៏អស្ចារ្យបានដូច្នេះហើយបងប្អូនមិនមែនតែយុទ្ធសាស្ត្រដែលយើងត្រូវការនេះគឺស្ដាប់ព្រះបន្ទូលមិនមែនតែស្ដាប់ប៉ុណ្ណឹងទេតែត្រូវការសិក្សាស្រាវជ្រាវណាឲ្យបានស៊ីជម្រៅនៅក្នុងព្រះបន្ទូលព្រះអង្គឲ្យបានច្បាស់នៅក្នុងព្រះបន្ទូលព្រះអង្គហើយនឹងคล้ายខ្លួនយើងនេះម្នាក់នៅទីនេះคล้ายខ្លួនធ្វើជាអ្នកបង្រៀនដ៏អស្ចារ្យបង្រៀនអីគេបង្រៀនអំពីដាវនៃសេចក្តីពិតគឺជាព្រះបន្ទូលអាមែនដាវនៃព្រះបន្ទូលនេះឯងដែលនឹងធ្វើឲ្យយើងមានស្តង់ដារតែមួយនៅក្នុងពួកជំនុំយើងគឺយើងទៅទីណា25ខេត្តក្រុងបងប្អូនយើងជិះឡានទៅ25ខេត្តក្រុងជាមួយគ្នាណាយើងនឹងទៅជាមួយគ្នាតើទៅដោយរបៀបណាដើម្បីយើងទៅបានគឺទៅដោយមានឡានមែនទៅយើងមានឡានហើយត្រូវមានអីគេដើម្បីការពារពីសត្រូវការពារសាសនាខ្លាំងគឺយើងនឹងឈ្នះបានយើងនឹងធ្វើបានដោយសារដាវនៃព្រះបន្ទូលដូច្នេះយើងត្រូវតែចូលរៀនក្នុងសេចក្តីពិតនេះសាលាទី1នេះគឺជាសាលាដាវនៃសេចក្តីពិតដើម្បីឈ្នះលើនិកាយខុសឆ្គងយើងត្រូវអនុវត្តជាមួយគ្នាយ៉ាងណាបងប្អូនអរគ្នាតើយើងត្រូវការអនុវត្តជាមួយគ្នាយ៉ាងណាយើងត្រូវតែធ្វើជាមនុស្សនៃព្រះបន្ទូលត្រូវតែធ្វើជាមនុស្សដែលមានជំនាញមានបទពិសោធន៍មានបទពិសោធន៍ជាមួយនឹងព្រះផ្ទាល់ជាមួយនឹងព្រះអង្គដោយព្រះបន្ទូលព្រះអង្គអាមែនបងប្អូនមិនពិបាកទេគឺស្រួលបើសិននេះយើងមានទំនាក់ទំនងល្អជាមួយនឹងព្រះបន្ទូលព្រះអង្គរាល់ថ្ងៃពេលនោះយើងអាចមានជ័យជំនះទៅត្រូវមកប៉ុណ្ណាក៏យើងមិនអាចឈ្នះយើងបានដែរអាមែនទី2បាទទី2យើងត្រូវតែស្គាល់ជាមួយគ្នាគឺជាកូនសោបងប្អូនទី1ដាវនៅលើកូនសោនេះសំខាន់ណាស់គឺជាអីបាទបងប្អូនមានសោអត់មានសោនៅទីនេះមានសោហ៎បាទសោដើម្បីអីបាទចាក់ចូលទៅក្នុងផ្ទះហ្នឹងណាដូច្នេះបងប្អូនគឺយើងមានកូនសោតើកូនសោនោះគឺជាអីគឺជា prayer school សូមនិយាយជាមួយគ្នា prayer school គឺជាកូនសោនៃអភូតហេតុឬកូនសោដ៏ការអស្ចារ្យដែលនឹងបើកទ្វារឋានសួគ៌បានបងប្អូនការអធិដ្ឋានគឺជាការមួយដែលសំខាន់មែនទែននៅពេលដែលបងប្អូនអធិដ្ឋានចូលសាលានៃ Prayer School នេះគឺយើងបើកឋានសួគ៌បានបើកឋានសួគ៌ហើយឋានសួគ៌នឹងគឺជាកន្លែងមួយដ៏អស្ចារ្យហើយជាកន្លែងដែលមានអំណាចបច្ចេកសាជាកន្លែងដែលអស្ចារ្យហើយនឹងជួយយើងបានគឺព្រោះនៅឋានសួគ៌មានព្រះជាម្ចាស់ដែលមានគ្រប់បច្ចេកស្ដាដូច្នេះព្រះអង្គអាចជួយយើងបានអញ្ចឹង school ទី2នោះគឺ school អធិដ្ឋានបើកទ្វារឋានសួគ៌អាមែនគឺជាកូនសោអភូតហេតុកូនសោការអស្ចារ្យនេះគឺជាសាលាទី2ដែលយើងត្រូវរៀនសកម្មភាពសពថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា2025បងប្អូនទាំងអស់គ្នាយើងកន្លងមកហើយមែនទេមានអក្រិតកម្មកើតឡើងបាទសង្គ្រាមតាមព្រំដែនធ្វើឲ្យមានជនភៀសសឹកច្រើននៅតាមព្រំដែនហើយធ្វើឲ្យយើងមានភាពភ័យខ្លាចមែនទេធ្វើឲ្យយើងមានភាពច្របូកច្របល់បាទចាប់ផ្ដើមមានភាពក្រីក្រកើតឡើងបាទភាពពិបាកខ្លាំងមែនទេជនភៀសសឹកយើងអត់មានបន្ទប់ស្អាតអត់មានកន្លែងគេងល្អទេណានេះគឺជាទុក្ខវេទនានេះគឺជាភាពពេលនៅក្នុងជីវិតយើងក៏ពេលខ្លះក៏យើងមានជំងឺមែនទេបាទមានជំងឺបងប្អូនខ្លះក៏មានជំងឺ
មានជំងឺដែលមិនអាចព្យាបាលបានឬក៏ពិបាកខ្លាំងមែនទែនធ្វើឲ្យយើងមានជំងឺមានផលខ្វល់ខ្វាយជាច្រើននៅក្នុងជីវិតនេះជាស្ថានភាពកន្លងមកនេះបងប្អូនឯងនៅឆ្នាំ2025ទាំងនេះឯងគឺជាអីគេគឺជាសត្រូវសូមនិយាយជាមួយគ្នាបាទសង្គ្រាមឧក្រិដ្ឋកម្មភាពក្រីក្រជំងឺផ្សេងទៀតគឺជាសត្រូវរបស់យើងមិនអាចយកឈ្នះដោយសាច់ឈាមបានទេយើងត្រូវការយកឈ្នះតាមរបៀបណាគឺមានតែមួយគត់គឺផ្នែកខាង spirit គឺផ្នែកខាងព្រលឹងវិញ្ញាណគឺព្រះវិញ្ញាណដូច្នេះបងប្អូនយើងត្រូវតែធ្វើអីត្រូវធ្វើការមួយគឺអធិដ្ឋានយើងអធិដ្ឋានកន្លែងនេះគឺយើងនឹងឈ្នះបាននៅពេលដែលបងប្អូនអធិដ្ឋានព្រះអង្គនឹងធ្វើការណាព្រះអង្គនឹងធ្វើការភ្នំធំនឹងត្រូវបានរលាយចេញនៅពេលដែលបងប្អូនអធិដ្ឋានពីព្រោះបងប្អូនមានគុណសោនៃឋានសួគ៌ដើម្បីចាក់យកអំណាចរបស់ព្រះជាម្ចាស់យកប្រជាស្ដាររបស់ព្រះអង្គដើម្បីធ្វើការបម្រើព្រះជាម្ចាស់នៅលើផែនដីនេះអាមែនខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរៀននៅក្នុងកូនសោអពុទ្ធហេតុនេះកូនសោនៃជ័យជំនះអំពីនៅឋានសួគ៌ដែលព្រះអង្គផ្ដល់ឲ្យយើងដូច្នេះយើងអាចឈ្នះបានយើងអត់អាចអធិដ្ឋានដោយត្អូញត្អែទេប៉ុន្តែយើងអធិដ្ឋានដោយប្រកាសថាយើងគឺជាអ្នកមានជ័យជំនះព្រះអង្គឲ្យសិទ្ធយើងឈ្នះហើយបងប្អូនព្រះយេស៊ូវមានបន្ទូលថាព្រះអង្គគឺឈ្នះលោកីយ៍នេះហើយឈ្នះលើអ្វីៗទាំងអស់ហើយគ្រប់ទាំងអំណាចបានបកគលមកព្រះអង្គហើយទាំងនៅឋានសួគ៌និងផែនដីដូច្នេះយើងឈ្នះបានយើងប្រកាសជ័យជំនះការអធិដ្ឋានគឺជាការដែលយើងអធិដ្ឋានជ័យជំនះមិនមែនត្អូញត្អែសម្រាប់ខ្លួនឯងសម្រាប់តែយើងអ្នកឯងតែខ្លួនតែគ្រួសារយើងតែអ្វីផ្សេងទេគឺយើងអធិដ្ឋានមានជ័យជំនះកន្លែងក្លាហានណានេះគឺជាអ្វីដែលយើងអាចឈ្នះបានគឺជាយើងអធិដ្ឋានដោយប្រកាសជ័យជំនះសកម្មភាពគឺនៅក្នុងសហគមន៍ Welcome យើងគឺជាទីបញ្ជាការអធិដ្ឋាននៅទីនេះជាកន្លែងដែលហ្វឹកហ្វឺនឲ្យយើងបណ្ដុំបណ្ដាយើងឲ្យចេះអធិដ្ឋានមិនមែនអធិដ្ឋានសម្រាប់ខ្លួនឯងទេគឺយើងនឹងបណ្ដោះបណ្ដាលបងប្អូនទាំងអស់គ្នាឲ្យคล้ายទៅជាអ្នកអធិដ្ឋានថ្នាក់ជាតិថ្នាក់ប្រទេសណាយើងនឹងបណ្ដុះបណ្ដាលឲ្យលោកគ្រូអ្នកគ្រូបងប្អូនទាំងអស់គ្នានៅទីនេះឲ្យคล้ายទៅជាអ្នកអធិដ្ឋានសម្រាប់ជាតិគឺអធិដ្ឋានសម្រាប់ប្រទេសកម្ពុជាថ្នាក់ជាតិទាំង25ខេត្តក្រុងបងប្អូនคล้ายទៅជាអ្នកដឹកនាំនៅក្នុងការអធិដ្ឋានសម្រាប់ថ្នាក់ជាតិមិនមែនជារឿងធម្មតាទេគឺអធិដ្ឋានថ្នាក់ជាតិគឺជាការអស្ចារ្យមែនទែនដូច្នេះបងប្អូនទាំងអស់គ្នាសូមឲ្យយើងទាំងអស់គ្នាដឹងខ្លួនឯងហើយផ្លាស់ប្រែនៅខ្លួនយើងដើម្បីឲ្យយើងคลายខ្លួនធ្វើជាអ្នកអធិដ្ឋានថ្នាក់ជាតិណាគឺចេញពីទីណាទៅ welcome យើងនេះឯងឥឡូវនេះយើងនឹងរៀនជាមួយគ្នាហើយគឺយើងអធិដ្ឋានសម្រាប់ថ្នាក់ជាតិពេលដែលបងប្អូនមានបញ្ហាមានទុក្ខព្រួយកើតឡើងសូមទីនេះ school prayer school ទីនេះគឺយើងឈ្នះបានអាមែនបងប្អូនចង់ឈ្នះក្នុងដំណើរជីវិតក្នុងអ្វីៗទាំងអស់ទីនេះអាមែនអធិដ្ឋាន school អធិដ្ឋានទៅកាន់ព្រះជាម្ចាស់ទី2នេះទី2គឺយើងចូលដល់ school ទី2ហើយចឹងចូលដល់ school ទី3មិនតែយើងអធិដ្ឋានប៉ុណ្ណោះទេមិនតែយើងមានព្រះបន្ទូលព្រះអង្គប៉ុណ្ណោះទេប៉ុន្តែយើងនឹងចូលទៅដល់ school ទី3 school ទី3គឺជាអីយើងមើលឃើញបុរសម្នាក់គឺគាត់បានរត់ទៅចេញពីព្រះវិហារហើយយ៉ាងលឿនបំផុតគឺអត់មានពេលទេគឺគាត់ត្រូវតែរត់ឲ្យលឿនបំផុតដើម្បីធ្វើអីគេនោះយើងគាត់កាន់กระดาษមួយបាទគាត់កាន់กระดาษមួយបាទគាត់កាន់ទីនេះមួយណាគឺជា school ទី3គឺជា school អំពីអី evangelize school គឺជើងនេះជើងទាំងពីរនេះគឺមានន័យថារត់ទៅគឺប្រើជើងនៃដំណឹងល្អសូមនិយាយជាមួយគ្នាសាលាជើងនៃដំណឹងល្អដើម្បីជន់ទឹកដី25ខេត្តក្រុងដូច្នេះបើសិនជាយើងចូលរៀននៅក្នុងសាលា
ទី3នេះបងប្អូនធ្លាប់រៀនហើយតែនេះណាគឺយើងត្រូវតែជើងនៃដំណឹងល្អនេះគឺជាជើងនៃគឺជាសាលាមួយបណ្ដុំបណ្ដាយើងឲ្យយើងចេះផ្សាយដំណឹងល្អទៅកាន់អ្នកដទៃពីព្រោះដំណឹងល្អគឺសំខាន់ខ្លាំងមែនទែនយើងមានឧបករណ៍ដ៏អស្ចារ្យគឺទីនេះណាទីនេះគឺជាអស្ចារ្យខ្លាំងមែនទែនទីនេះបាទទីនេះបាទជាមួយគ្នាគឺជាឧបករណ៍ដែលយើងនឹងផ្សាយដំណឹងល្អគឺយើងបងប្អូនទាំងអស់គ្នាហើយបានរៀនរួចហើយនេះទីនេះមែនទេមែនឬមិនមែនឥឡូវបងប្អូនចង់បានបន្ទុកខ្លាំងក្រុមមួយខ្ញុំនឹងឲ្យជ្រើសរើសបាទជ្រើសរើសតើយើងនឹងផ្សាយដំណឹងល្អឡើងមកទីនេះបាទសម្រាប់ចិត្តឡើងមកទីនេះក្រុមណាស្ម័គ្រចិត្តផ្សាយដំណឹងល្អតាមរបៀបនេះបាទតាមរបៀបនេះតាមសភៅបែបនេះតាមវិធីសាស្ត្ររបស់ព្រះបន្ទូលព្រះអង្គយើងនឹងឲ្យបន្ទុកបងប្អូនផងដែរណាឲ្យបន្ទុកបងប្អូនថែមទៀតដូច្នេះសូមសម្រេចចិត្តក្នុងក្រុមណាសកម្មភាពគឺយើងយ៉ាងម៉េចបាទនេះគឺជាអាវុធដ៏អស្ចារ្យរបស់យើងគឺដំណឹងល្អដែលនៅក្នុងព្រះវិហារដែលគ្មានកម្លាំងទេតែព្រះយេស៊ូវមានបន្ទូលថាធ្វើអីចេញទៅនេះឯងគឺនាំដំណឹងល្អនេះកាលណាយើងចេញទៅយើងអាចឈ្នះបានកាលណាយើងចេញទៅយើងមានជ័យជំនះយើងមានកម្លាំងបានដូច្នេះអាវុធរបស់យើងគឺទីនេះយើងទាំងអស់គ្នាមានសកម្មភាពបែបណាគឺយើងនៅក្នុងថ្នាក់រៀនយើង2ថ្ងៃរៀន2ថ្ងៃយើងរៀន2ថ្ងៃជាមួយគ្នាបាទគឺជាគ្រប់គ្រាន់ហើយតែ2ថ្ងៃប៉ុណ្ណឹងគឺគ្រប់គ្រាន់ហើយរៀន2ថ្ងៃហើយនៅសល់ពេលសល់ពេលគឺយើងត្រូវជិះឡានទៅផ្សាយដំណឹងល្អហើយយើងនឹងទៅឃើញភូមិថ្មីនៅទីនោះទៀតណាដូច្នេះយើងប្រើយើងដើម្បីទៅទីបើយើងអត់ប្រើជើងយើងទេយើងមិនអាចទៅផ្សាយដំណឹងល្អបានដូច្នេះយើងនឹងជិះឡានហើយនឹងឃើញទីក្រុងថ្មីភូមិថ្មីទៀតផងដែរដូច្នេះបងប្អូននៃដីដែលយើងជន់នឹងคล้ายទៅជានគររបស់ព្រះដោយសារយើងប្រើជើងនៃដំណឹងល្អនេះណាមែនដូច្នេះសូមឲ្យបងប្អូនទាំងគ្នាខ្ញុំនឹងមានពេលមួយដើម្បីឲ្យក្រុមណាដែលស្ម័គ្រចិត្តផ្សាយដំណឹងល្អឡើងទីនេះយើងនឹងឲ្យបន្ទូបានតាអញ្ចឹងសូមសម្រេចចិត្តក្នុងក្រុមណាឥឡូវអាចគិតមើលប៉ុន្តែពេលចប់បន្តិចទៀតខ្ញុំនឹងឲ្យឡើងដូច្នេះចូលចំណុចទី4គឺ Revival School គឺជាភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធដែលមិនចេះរលត់ដូច្នេះបងប្អូនទាំងអស់គ្នាយើងនឹងចូលទៅក្នុងមេរៀនឬក៏សាលាទី3សាលាទី4គឺជាសាលា Revival School នេះគឺជាភ្លើងនៃព្រះវិញ្ញាណបរិសុទ្ធដែលអត់ចេះរលត់ទេគឺយ៉ាងណាយើងនឹងរត់តែម្នាក់ឯងមិនបានទេបងប្អូនទាំងអស់គ្នាយើងឧទាហរណ៍មួយនៅពេលដែលយើងដុតភ្លើងយើងត្រូវការខ្ជុងលោកគ្រូថារីដាក់ខ្ជុងតែមួយដុំពេលនោះយើងចាក់សាំងទៅឆេះមែនមិនដែលអាចផ្គុំឲ្យមានរងើកភ្លើងអាចដល់ពេលយប់មិញអាចធ្វើឲ្យរងើកភ្លើងនឹងឆេះបានទេអត់បានទេមែនទេដូច្នេះរងើកភ្លើងដុំខ្ជុងឬក៏ដុំអុសតែមួយគឺมันអាចនឹងធ្វើឲ្យភ្លើងនឹងសន្ធៅបាននៅទេប៉ុន្តែបើសិនជាយើងមានអុសច្រើនផ្គុំគ្នាខ្ជុងច្រើនផ្គុំគ្នានោះធ្វើឲ្យភ្លើងឆេះសន្ធៅបានដូច្នេះបងប្អូនទាំងអស់គ្នាការរីកផលផលនៃព្រះវិញ្ញាណបរិសុទ្ធធ្វើតែម្នាក់ឯងមិនកើតទេគឺយើងត្រូវការរួបរวมគ្នានៅក្នុងទីនេះយើងមានគ្នា60នាក់ជាងដូចយើងផ្គុំគ្នាយើងរួមគ្នាយើងមានកម្លាំងខ្លាំងអាមែនប៉ុន្តែបើយើងធ្វើតែម្នាក់ឯងគឺយើងมันមានកម្លាំងនោះទេมันមានភ្លើងឆេះសន្ធៅនោះទេលោកគ្រូបងប្អូនទាំងអស់គ្នាមានព្រះវិញ្ញាណបរិសុទ្ធខ្ញុំក៏មានរួមគ្នាជាមួយគ្នាចលនាជាមួយគ្នាធ្វើជាមួយគ្នានៅក្នុងវេខាមនេះកម្លាំងខ្លាំងមែនទែនហើយយើងនឹងមានភ្លើងនៃព្រះវិញ្ញាណឆេះសន្ធៅទៅទីណាទៅកន្លែងណាក៏មានការកើតផលផ្លែផងដែរអាមែនដូច្នេះយុទ្ធសាស្ត្ររបស់យើងរៀងរាល់ខែ3ខែម្ដងយើងត្រូវធ្វើជាមួយគ្នារៀងរាល់3ខែម្ដងគឺប្រចាំត្រីមាសអ្នកបម្រើព្រះ
នៅរាយប៉ាយនៅតាបជំនុំដើម្បីយើងត្រូវចែកចាយនៅក្នុងពួកជំនុំអធិដ្ឋានដើម្បីទទួលកម្លាំងថ្មីនៅក្នុងពួកជំនុំដតីនៅក្នុងព្រះវិហារដតីទៀតនៅពេញនៅក្នុងខេត្តកំពង់ធំនៅប្រទេសកម្ពុជាដូចជាយើងធ្វើនៅខែណាគឺយើងនឹងធ្វើជាមួយគ្នានៅក្នុងខែ1និងខែ4ខែ7និងខែ10យើងធ្វើជាមួយគ្នានៅក្នុងខែនោះគឺយើងរួមគ្នាអធិដ្ឋានយើងរួមគ្នាគឺសិក្សានៅព្រះបន្ទូលព្រះអង្គ2ថ្ងៃហើយនឹងធ្វើការជាមួយគ្នាដូច្នេះនៅពេលនោះយើងកាន់តែខ្លាំងឡើងនៅពេលដែលយើងនៅជាមួយគ្នាបងប្អូននេះគឺជាសាលាទាំង4ដែលយើងត្រូវយល់ជាមួយគ្នាទី1សាលាទាំង4នោះគឺជាអីទី1សង្ខេបឡើងវិញទី1ក្រុមណាសង្ខេបបានទី1ជាអីបាទយល់ហ៎សាលាទី1អាមែនបាទបាវនៃព្រះបន្ទូលទី1ដាវនៃព្រះបន្ទូលទី2សាលាទី2បាទម៉ាណាបាទសាលាទី2ដាវសៅនៃអពុទ្ធហេតុគឺជាអីគេមិញជាបាទសៅបាទអញ្ចឹងទី3បាទរចនាជើងនៃដំណឹងល្អបាទអរគុណទី4បាទប្រវត្តិបាទគឺយើងនឹងបាទថ្លៃគេមិញភ្លើងបាទយើងមាននៅលើហើយបាទភ្លើងការរីកផុសភ្លើងនៃការរស់ឡើងវិញបាទភ្លើងនៃការរស់ឡើងវិញការរីកផុសនៃព្រះវិញ្ញាណបរិសុទ្ធអញ្ចឹងយើងនឹងឲ្យមានអាវុធទាំង4យ៉ាងនេះនៅឆ្នាំ2026នេះជាមួយគ្នាអាមែនទី1អាវុធទី1ដាវព្រះបន្ទូលទី2កូនសោអធិដ្ឋានទី3ផ្សាយដំណឹងល្អជើងផ្សាយដំណឹងល្អទី4ភ្លើងនៃការរីកផុសរស់ឡើងវិញគឺជាអាវុធទាំង4នេះដែលយើងនឹងធ្វើជាមួយគ្នានៅឆ្នាំ2024នេះ26នេះអាមែនដូច្នេះយើងនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាសាលាទាំង4នេះនឹងធ្វើឲ្យបងប្អូនទាំងអស់គ្នាคล้ายទៅជាអ្នកដឹកនាំคล้ายទៅជាគ្រូដ៏អស្ចារ្យបានតាអាមែនដូច្នេះតែថ្ងៃនេះបងប្អូនដែលស្ម័គ្រចិត្តក្រុមណាដែលស្ម័គ្រចិត្តចង់ធ្វើទីនេះធ្វើផ្សាយដំណឹងល្អនៅចំណុចទី3គឺជា school នៃ Evangelist school ឬក៏ជើងនៃដំណឹងល្អចង់ឧទាហរណ៍អាចឡើងមកទីនេះបានធំ2នាក់បានឡើងមកបាទមានអ្នកចេះរំលឹកឡើងវិញគ្រប់ណាចេះបានមកចិត្តឲ្យពិន្ទុ100បានតា100ធ្វើបានអូខេបាទចេះទេបាទក្រុមនោះបាទក្រុមទី1គ្រប់ទី1បាទយើងនឹងជាមួយទស្សនាជាមួយគាត់នឹងផ្សាយដំណឹងល្អរបៀបការផ្សាយដំណឹងល្អបាទបងប្អូនជាបងសូមជម្រាបសួរដល់បងស្រីចាជម្រាបសួរបងស្រីសុខសប្បាយអត់ចាសុខសប្បាយធម្មតា
តើបងស្រីអាចចំណាយពេលជាមួយនឹងនាងខ្ញុំបន្តិចបានដែរឬទេ ចាបាន ដឹងទេនៅតើនរណាជាព្រះនៃយើងហើយនរណាគឺតើនរណាជាអ្នកដែលបង្កើតបង ខ្ញុំអត់ដឹងផងខ្ញុំដឹងតែម៉ាក់ប៉ារបស់ខ្ញុំជាអ្នកបង្កើតខ្ញុំ ចឹងបងស្រីរាល់ថ្ងៃនេះតើបងស្រីមានជំនឿទៅលើសាសនាអ្វីដែរ អត់មានជំនឿផង អត់មានជំនឿទាំងអស់ ជឿលើខ្លួនឯង ជឿលើខ្លួនឯង តា ចឹងថ្ងៃនេះខ្ញុំនឹងនាំបងស្រីទៅស្គាល់ពីព្រះដ៏ពិតគឺជាព្រះដែលបង្កើតបងនិងជាព្រះដែលបង្កើតពិភពលោកទាំងមូលឥឡូវនេះសូមឲ្យបងស្រីបានមើលមកក្នុងរូបភាពនេះចឹងមុននឹងចូលដល់រូបភាពនេះខ្ញុំចង់សួរបងថាឧទាហរណ៍ទេសូមបងអធិស្ឋានផងដែរបើសិនជាឧទាហរណ៍នេះស្រួលចឹងបើសិនជាបងស្លាប់នៅថ្ងៃនេះតើបងជឿជាក់ទេថាបងបានទៅកាន់នគរឋានសួគ៌ ខ្ញុំជឿជាក់ថាខ្ញុំអាចទៅបាន ហើយនៅពេលដែលបងបានទៅកាន់នគរឋានសួគ៌ហើយពេលនោះព្រះជាម្ចាស់សួរបងថាហេតុអ្វីក៏បងអាចចូលទៅកាន់នគរឋានសួគ៌បានតើបងនឹងឆ្លើយដូចម្តេចទៅកាន់ទ្រង់ ខ្ញុំឆ្លើយថាដោយសារតែខ្ញុំធ្វើអំពើល្អខ្ញុំជួយអ្នកដទៃច្រើននិងចេះចែករំលែកឈ្នះហើយខ្ញុំអាចទៅកាន់នគរឋានសួគ៌បាន អរគុណសម្រាប់ចម្លើយអញ្ចឹងសូមបងក្រឡេកមកមើលរូបភាពនេះគឺចង់បង្ហាញពីការបង្កើតដំបូលរបស់ព្រះជាម្ចាស់ទាំងមូលហើយរូបភាពនេះផងដែរគឺជាព្រះពរដែលព្រះអង្គជាព្រះបានប្រទានពរដល់មនុស្សលោកទាំងមូលផងដែរអញ្ចឹងការដើរដំបូងឡើយព្រះបានបង្កើតមនុស្សលោកមកហើយព្រះអង្គបានដាក់ពួកគេនៅក្នុងសួគ៌ច្បារអេដែនហើយព្រះអង្គក៏បានប្រទានពរពួកគេទាំង10ផងដែរពរទី1នោះគឺព្រះអង្គបានផ្ដល់ឲ្យគេនៅមានស្ដីអំណររបស់ពួកគេគឺពួកគេបានអរសប្បាយនៅក្នុងសួគ៌ច្បារដែលព្រះអង្គប្រទានឲ្យហើយចំណែកទី2នោះគឺការចម្រើនឡើងនៅត្រង់នេះគឺចង់បានន័យថាមនុស្សអាចបង្កើតកូនពីពេញផែនដីបានគឺមានការរីកចម្រើនកាន់តែច្រើនឡើងហើយទី3គឺព្រះអង្គបានផ្ដល់ឲ្យពួកគេនូវភាពសុខស្ដំគឺពួកគេមានទ្រព្យសម្បត្តិដូចជាព្រះអង្គបានបង្កើតឲ្យពួកគេដែលមិនខ្វះខាតអ្វីនោះទេហើយទី4នោះគឺព្រះអង្គផ្ដល់សិទ្ធិសេរីភាពដល់ពួកគេគឺថាព្រះអង្គមិនបានបង្កើតគេមកទុកពួកគេដូចជាមនុស្សយន្តនោះទេប៉ុន្តែព្រះអង្គផ្ដល់សេរីភាពដល់គេក្នុងការដែលពួកគេរស់នៅក្នុងសួគ៌ច្បារនោះហើយទី5នោះគឺព្រះអង្គបានផ្ដល់ក្តីស្រឡាញ់ដល់ពួកគេរស់នៅគឺព្រះអង្គបានបង្កើតមនុស្សស្រីសម្រាប់មនុស្សប្រុសឲ្យពួកគេបានស្រឡាញ់គ្នាហើយព្រះអង្គក៏បានស្រឡាញ់ដល់ពួកគេទាំងពីរផងដែរហើយទី6គឺព្រះអង្គបានផ្ដល់ភាពបរិសុទ្ធអញ្ចឹងនៅការនោះដែលព្រះអង្គជាព្រះបង្កើតមនុស្សមកគឺព្រះអង្គបានផ្ដល់ឲ្យពួកគេនូវភាពបរិសុទ្ធសុចរិតគឺពួកគេគ្មានអំពើបាបនោះទេហើយមួយទៀតនោះគឺព្រះអង្គបានផ្ដល់អំណាចជាស្ដេចដល់ពួកគេគឺពួកគេមានអំណាចលើអស់ទាំងសត្វនិងអ្វីៗដែលមានជីវិតរស់នៅលើផែនដីនេះហើយមិនត្រឹមតែប៉ុណ្ណោះនោះទេព្រះអង្គក៏បានផ្ដល់នូវការឈប់សម្រាកដល់ពួកគេផងដែរហើយការឈប់សម្រាកនៅត្រង់នេះមិនមែនបានន័យថាការឈប់សម្រាកឲ្យពួកគាត់សម្រាកដោយការគេងឬក៏ធ្វើអ្វីនោះទេប៉ុន្តែគឺជាការឈប់សម្រាកក្នុងការដែលជួបជាមួយនឹងព្រះអង្គហើយសរសើរនឹងការព្រះអង្គក៏ដូចជាថ្វាយបង្គំព្រះអង្គផងដែរហើយមិនត្រឹមតែប៉ុណ្ណោះទេគឺព្រះអង្គបានផ្ដល់ឲ្យពួកគេនូវការប្រកបគ្នាគឺមានន័យថាពួកគេអាចប្រកបគ្នាជាមួយនឹងព្រះពួកគេអាចនិយាយជាមួយនឹងព្រះបានហើយទី10ចុងក្រោយនោះគឺព្រះអង្គបានផ្ដល់ជីវិតដ៏អស្ចារ្យជានិច្ចដល់ពួកគេជីវិតដ៏អស្ចារ្យជានិច្ចនៅត្រង់នេះគឺមានន័យថាពួកគេមិនចេះស្លាប់មិនចេះឈឺនោះទេគឺពួកគេបានរស់នៅជាមួយនឹងព្រះអង្គជារៀងរហូតអញ្ចឹងសូមបងមើលទាំងព្រះពរទាំង10នេះតើបងនៅស្ថិតនៅក្នុងព្រះពរមួយណាដែរខ្ញុំគិតថាខ្ញុំស្ថិតនៅក្នុងព្រះពរទី5សេចក្តីស្រឡាញ់ហើយនឹងទី1អំណរ ចឹងបងឆ្ងល់ថាហេតុអីបានជាព្រះអង្គផ្ដល់ព្រះពរទាំង10នេះដល់យើងហើយប៉ុន្តែហេតុអ្វីបងមានតែ2ចំណុចបែបនេះ អត់ដឹង ចឹងខ្ញុំនឹងនាំបងទៅមើលថាហេតុអីបានជាមនុស្សមិនមានព្រះពរទាំង10នេះចឹងមូលហេតុដែលមនុស្សដែលមិនមានព្រះពរទាំង10នេះនៅសប្តាហ៍ថ្ងៃនេះក៏ព្រោះតែពេលមួយនោះមានការលបងចូលមកគឺអរិយសាតាំងបានលបងមនុស្សឲ្យមនុស្សនឹងបរិភោគផ្លែឈើដែលព្រះហាមឃាត់នៅពេលនោះហើយគឺជាពេលដែលមនុស្សបានធ្លាក់ទៅក្នុងស្អីលបងហើយពួកគេបានមានអំពើបាបនៅពេលនោះគឺថាមូលហេតុដែលគេមានអំពើបាបនៅពេលនោះដោយសារតែពួកគេមិនជឿហើយមិនស្ដាប់បង្គាប់តាមព្រះត្បិតព្រះអង្គបានមានបន្ទូលថាកុំឲ្យបរិភោគផ្លែឈើនោះឡើយកាលណាដែលឯងបរិភោគឯងនឹងត្រូវស្លាប់ចឹងហើយដោយសារតែការមិនជឿលើព្រះបន្ទូលព្រះអង្គក៏ដូចជាការមិនស្ដាប់បង្គាប់តាមព្រះបន្ទូលព្រះអង្គពេលនោះហើយដែលមនុស្សបានធ្លាក់ទៅក្នុងអំពើបាបហើយពួកគេបានដាច់ចេញពីព្រះហើយនៅពេលដែលមនុស្សបានដាច់ចេញពីព្រះអំណរដែលពួកគេធ្លាប់មានបានប្រែក្លាយទៅជាភាពសោកសៅហើយការចម្រើនឡើងដែលពួកគេបានមានបានក្លាយទៅជាបណ្ដាសានិងជំងឺហើយមួយទៀតនោះការ
ភាពសុខស្ដំរបស់ពួកគេមានឬការមានបានហ្នឹងពួកគេបានខ្លាចទៅជាភាពក្រីក្រហើយមិនត្រឹមតែប៉ុណ្ណោះនោះទេការដែលពួកគេមានសេរីភាពពួកគេបានវង្វេងពួកគេមិនស្គាល់ព្រះពួកគេកំពុងតែធ្លាក់ទៅក្នុងការវង្វេងមួយដែលពួកគេមិនអាចនឹងរកផ្លូវចេញឃើញហើយមួយទៀតនោះសេចក្តីស្រឡាញ់របស់ពួកគេដែលធ្លាប់មានពីមុនមកក៏បានតែខ្លាចជាសេចក្តីសម្អប់ដោយសារថ្ងៃនេះយើងបានឃើញមនុស្សជាច្រើនមានការស្អប់គ្នាពួកគេរស់នៅមិនចុះសម្រុងនឹងគ្នានោះទេហើយមិនត្រឹមតែប៉ុណ្ណោះភាពបរិសុទ្ធដែលពួកគេធ្លាប់មានដែលពួកគេធ្លាប់តែសុចរិតបានប្រែក្លាយទៅជាការស្មោកគ្រោកដែលគួរឲ្យស្អប់ខ្ពើមហើយអំណាចជាស្ដេចដែលពួកគេធ្លាប់មានបានក្លាយទៅជាទាសករនៃអំពើបាបទាសករនៃអរិយសាតាំងហើយការឈប់សម្រាកដែលពួកគេធ្លាប់មានក៏បានក្លាយទៅជាភាពច្រាស់ច្រាលហើយមិនត្រឹមតែប៉ុណ្ណោះទេការប្រកបគ្នាបានក្លាយទៅជាការបែកបាក់គ្នាមុនគឺមនុស្សមានការប្រកបគ្នាជាមួយនឹងព្រះប៉ុន្តែឥឡូវមនុស្សមិនស្គាល់ព្រះពួកគេបានបែកបាក់ចេញពីព្រះហើយអ្វីដែលពិសេសនោះជីវិតដែលពួកគេធ្លាប់មានគឺជាជីវិតអកលនោះបានប្រែក្លាយទៅជាការជំនុំជម្រះហើយបានក្លាយទៅជាសេចក្តីស្លាប់ចឹងហើយតើនៅក្នុងអំពើបាបនេះតើនៅក្នុងអំពើបាបនេះបងមានស្ថិតនៅក្នុងចំណុចមួយណាដែរការសំអប់ហើយនឹងបណ្ដាសាជំងឺមានច្រើនវិធីទៀតទាំងអរគុណសម្រាប់ចម្លើយរបស់បងហើយខ្ញុំនាំបងពីនៅពេលដែលមនុស្សបានធ្លាក់ទៅក្នុងការលបួងឬការបែកបាក់ចេញពីព្រះហើយមនុស្សបានរកវិធីជាច្រើនដើម្បីនឹងចូលទៅកាន់ព្រះហើយវិធីរបស់ពួកគេគឺជាវិធីដែលមិនត្រឹមត្រូវនោះឡើយទីមួយនោះគឺពួកគេគិតថាតែកាលណាពួកគេធ្វើអំពើល្អដូចជាបងបានឆ្លើយពីដំបូងអញ្ចឹងកាលណាដែលពួកគេធ្វើអំពើល្អពួកគេនឹងបានទៅកាន់នគរឋានសួគ៌ហើយមិនត្រឹមតែប៉ុណ្ណោះទេអ្នកខ្លះក៏គាត់យល់ថាចំណេះដឹងគឺអាចជួយគាត់ទៅកាន់នគរឋានសួគ៌ទៅកាលណាគាត់រៀនសូត្រច្រើនគាត់ចេះដឹងច្រើនគឺនាំគាត់ទៅកាន់នគរឋានសួគ៌ហើយទី3នោះសាសនាពួកគេគិតថាការដែលពួកគេជឿលើសាសនាណាមួយដែលជាសាសនាមួយហើយពួកគេជឿថាសាសនានោះនឹងជួយពួកគេទៅកាន់នគរឋានសួគ៌ហើយមិនត្រឹមតែប៉ុណ្ណោះទេពួកគេគិតថាសម្ភារៈឬក៏ភាពមានបានឬក៏ទ្រព្យសម្បត្តិពួកគេគិតថាទ្រព្យសម្បត្តិនោះអាចជួយពួកគេទៅកាន់នគរឋានសួគ៌បានហើយពួកគេនឹងខំរកប្រាក់ជាច្រើនប៉ុន្តែភាគច្រើននៅពេលដែលយើងក្រឡេកមើលភាពជាក់ស្ដែងនៅក្នុងសង្គមយើងអ្នកមានភាគច្រើនគឺស្លាប់ច្រើនជាងគេដោយសារតែការដែលគាត់មានបាននេះហើយមួយវិញទៀតចុងក្រោយគឺភាពត្រេកត្រអាលនៅត្រង់នេះគឺមានន័យថាអំណរដែលខុសឆ្គងដែលពួកគេគិតថាការទាំងអស់ការណាពួកគេសប្បាយនៅលើលោកីយ៍នេះពួកគេនឹងបានទៅកាន់នគរឋានសួគ៌ចឹងការទាំង5នេះហើយដែលมันអាចជួយមនុស្សទៅកាន់នគរឋានសួគ៌បានទេប៉ុន្តែវាគឺជាផ្លូវខុសវិញហើយខ្ញុំនឹងនាំបងទៅកាន់ផ្លូវដែលនាំបងទៅកាន់នគរឋានសួគ៌ចឹងនេះគឺជារូបភាពដែលបង្ហាញថានេះគឺជាផ្លូវទៅកាន់នគរឋានសួគ៌បងឃើញរូបនេះអត់ឃើញបងស្គាល់រូបនេះដែរទេអត់រូបនេះគឺជាឈើឆ្កាងដែលមានន័យថាព្រះយេស៊ូវព្រះអង្គបានយាងមកផែនដីនេះក្នុងការដែលជាសង្គ្រោះមនុស្សលោកឲ្យចេញពីអំពើបាបហើយព្រះយេស៊ូវគឺជាព្រះរាជបុត្រានៃព្រះតែមួយដែលព្រះអង្គបានយាងមកដែលព្រះបិតាបានស្រឡាញ់ដល់មនុស្សលោកហើយបានប្រទានព្រះរាជបុត្រាទ្រង់តែមួយឲ្យមកលើផែនដីនេះក្នុងការដែលសង្គ្រោះមនុស្សលោកចេញពីអំពើបាបផងដែរហើយត្បិតនៅក្នុងព្រះគម្ពីរយ៉ូហានចំពុក14ខ6បានចែងថាព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថាខ្ញុំជាផ្លូវជាសេចក្តីពិតហើយជាជីវិតបើមិនមកតាមខ្ញុំនោះគ្មានអ្នកណាទៅឲ្យព្រះបិតាបានឡើយត្រង់នេះគឺបានន័យថាមានតែព្រះយេស៊ូវមួយប៉ុណ្ណោះគឺជាផ្លូវហើយជាសេចក្តីពិតនិងជាជីវិតដែលអាចនាំជីវិតមនុស្សយើងចេញពីអំពើបាបទៅកាន់នគរឋានសួគ៌បានហើយមួយទៀតនោះដើម្បីឲ្យយើងទៅកាន់នគរឋានសួគ៌បានលុះត្រាតែយើងជឿលើព្រះយេស៊ូវតែមួយគត់កាលណាដែលយើងជឿលើព្រះយេស៊ូវតែមួយគត់នោះព្រះអង្គនឹងនាំយើងទៅកាន់នគរឋានសួគ៌ត្បិតគ្មាននរណាផ្សេងដែលនាំយើងទៅកាន់នគរឋានសួគ៌បានឡើយអញ្ចឹងនៅថ្ងៃនេះតើបងសម្រេចចិត្តទទួលជឿលើព្រះយេស៊ូវដែរទេទទួលជឿបើបងទទួលជឿតើបងនឹងធ្វើអ្វីក្នុងការដែលដើរតាមព្រះបន្ទូលព្រះអង្គស្ដាប់តាមព្រះបន្ទូលព្រះអូខេចឹងខ្ញុំចង់ណែនាំបងថាបើសិនជាបងចង់នៅជាប់ជាមួយនឹងព្រះអង្គសូមបងបានទៅកាន់ព្រះវិហារណាមួយនៅក្នុងនៅចិត្តផ្ទះឬក៏នៅចិត្តភូមិរបស់បងដើម្បីបងបានសាសនាជាមួយនឹងព្រះអង្គបានស្គាល់ពីព្រះបន្ទូលព្រះអង្គកាន់តែច្រើនផងដែរចឹងនៅថ្ងៃនេះខ្ញុំសូមអរគុណសម្រាប់ពេលវេលាដែលបងចំណាយពេលជាមួយនឹងខ្ញុំឥឡូវនេះសូមបានបិទភ្នែកហើយអធិដ្ឋានមួយខ្ញុំហើយសូមបងបានថាតាមខ្ញុំផងដែរអរគុណព្រះយេស៊ូវគ្រីស្ទ
អរគុណព្រះយេស៊ូវគ្រីស្ទ ដែលនៅថ្ងៃនេះ ដែលនៅថ្ងៃនេះ ដែលព្រះអង្គ ដែលព្រះអង្គ បានឲ្យកូន បានឲ្យកូន បើកចិត្ត បើកចិត្ត ក្នុងការដែលទទួលជឿ ក្នុងការដែលទទួលជឿ លើព្រះអង្គផងដែរ លើព្រះអង្គផងដែរ ព្រះយេស៊ូវអើយ ព្រះយេស៊ូវអើយ សូមព្រះអង្គ សូមព្រះអង្គ បានដឹកនាំកូន បានដឹកនាំកូន ទៅតាម ទៅតាម បំណងភក្តីព្រះអង្គម្ចាស់ បំណងព្រះហត្ថីព្រះជាម្ចាស់ គុណអរព្រគុណទ្រង់ គុណអរព្រគុណទ្រង់ គុណសូមថ្វាយ គុណសូមថ្វាយ ការអធិដ្ឋាន ការអធិស្ឋាន នៅក្នុងព្រះនាម ក្នុងព្រះនាម ព្រះយេស៊ូវគ្រីស្ទ ព្រះយេស៊ូវគ្រីស្ទ អរគុណ បាទ